để cho món nhưng bạn thực chất thằng quạt đôi lôi nhúng ôi chặt nè bom ô tỏ kia nhung khơi bị tổ bom con ca nó ba cho tha tôi tê ta chơi ở mơ mạ hay chơi thơ ca nghiệt te thuộc bát giang mua là hai đấy bánh trái tồn con hiền ồn cha hay đọc về mạ chư chẳng khơi mạ chư chẳng là mạ anh nè đọc về chẳng tới ốn chui chút luôn chút ấy phải chọc tất đâm bài đâm tới mạ hộp chẳng tới cha và ai dụ màn thấy ổn thèm thèm nam ôi chơi cục già bên màu chẳng á cái nón ôn lên ở trên lúc này thì hơi mưa thay ôn bà ôn pin nào thôi chị bà cho mà tha khơi sọc hiệp bong sấyไปบอกanh vô môn vô quạt tụt pet ងរំថាគឺគាត់ស្លេកហើយគឺអត់មានកម្លាំងសោះមកតាឥឡូវនេះឃើញរឿងស្រស់បោះឲ្យបងអញ្ចឹងចង់ថាសុខភាពបងមិនដែរឥឡូវនេះបងខ្ញុំរៀងធូរច្រើននេះបង ធូរច្រើន ចាបានផាយជា60 70%ហើយព្រោះដើរបានអីបានដូចមុន ពីមុនអត់ដែរបានដេកនឹងក្រេណា ចង់ចង់តែគាត់ឈឺគេបងដឹងដែរ ជំងឺគាត់គឺនោះនៃសួរគាត់ដែរ បាទបងឈឺអីវិញបង ខ្ញុំខូចសួត អូ ហើយគេឲ្យយើងលេបថ្នាំលបែង6ខែប៉ុន្តែយើងជាតែលបែងទេ បាទ តែសួតយើងពេទ្យគេព្យាបាលឡើងវិញអត់បានទេ បាទ ប៉ុន្តែគាត់អាចឲ្យយើងនឹងធ្វើចលនាសួតដើម្បីយើងទៅមុខទៀតចឹងណា អញ្ចឹងឥឡូវបន្ទាប់ពីបងកូនកានហើយមួយបងមេស៊ូសូភាបានជួយបងបើឥឡូវនេះបងបានរៀនស្វាក់បាយបងមានអារម្មណ៍មិនដែរ មានអារម្មណ៍តែសប្បាយចិត្តហើយដូចយើងរੂឡើងភាសាទៀតចឹង បាទ ព្រោះអីពេលគេនឹងខ្ញុំអស់សង្ឃឹមហើយ បាទ ខ្ញុំធៀមចិត្តហើយក៏ធៀមមកអង្គការដាក់កូនចឹងណា គាត់អត់ឃើញគាត់អាចតស៊ូទៅមុខបានណាពេលគាត់ថាគាត់ត្រៀមយកកូនដាក់អង្គការដាក់អីហើយគាត់តែគាត់ថាអត់នៅទេ មូល គាត់ ហេ តាម តុ សម្ដីគាត់ថាបើសិនជាគ្មានកូនទីក្រុមនេះទេគាត់មិនតែគាត់អត់ដកទៅធ្វើផ្កាត់ទៅបងទៅគាត់ពិបាកវេទនាពេក បាទ ប៉ុន្តែដោយសារគាត់ចង់ប្រឹងបើកភ្នែកប្រឹងដកដង្ហើមធ្វើម៉េចអុយឃើញកូននេះព្រមគាត់ថាបើអត់ពីគាត់ទៅកូននឹងទៅយ៉ាងណាហ្នឹងអារម្មណ៍ជាម្ដាយ អារម្មណ៍ខ្ញុំអាណិតជាងគេគឺអូនទូច ឥឡូវមុនបងប្អូនទៅមើលវីដេអូបន្តខ្ញុំសូមណែនាំជាមួយអាហារសុខភាពជូនបងប្អូនទាំងគ្នាស្ដាប់បន្តិចសិនបងប្អូនទាំងគ្នាបាទនិយាយទៅសុខភាពគឺសំខាន់ខ្លាំងមែនទែនបើយើងមើលថាបានល្អគឺយើងឈឺគឺយើងចាប់តែម្ដងបងប្អូនទាំងគ្នាអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ឆ្លាញ់សុខភាពមើលវីដេអូនេះគឺអត់ខុសបំណងទេបងប្អូនទាំងគ្នា probiotic នេះគឺញ៉ាំទៅគឺល្អដល់ប្រព័ន្ធកាពះរបស់យើងខ្លាំងមែនទែនតែម្ដងដោយសារតែវាគឺជា probiotic ដែលបងប្អូនញ៉ាំទៅឲ្យយើងបត់ដៃបត់ជើងបានស្រួលសម្រាប់មេរោគក្នុងកាពះបង្កើតបាក់តេរីល្អជម្រុះបាក់តេរីមិនល្អចេញពីក្នុងប្រព័ន្ធកាពះរបស់យើងឲ្យយើងបត់ដៃបត់ជើងបានស្រួលបងប្អូនទាំងគ្នាគឺល្អខ្លាំងមែនទែនញ៉ាំពេលព្រឹកពេលងើបពីគេងមកញ៉ាំបងប្អូនទាំងគ្នាកញ្ចប់ណាការញ៉ាំគឺស្រួលខ្លាំងមែនទែនតែម្ដងបងប្អូនទាំងគ្នាញ៉ាំបែបហ្នឹងមកគឺស្រួលញ៉ាំខ្លាំងមែនទែនតែម្ដងបងប្អូនទាំងគ្នារសជាតិផ្អែមឡំឡំញ៉ាំចាប់បានពីអាយុ3ឆ្នាំឡើងទៅក្មេងណាបាទរហូតដល់ពេលយើងចាស់តែម្ដងបងប្អូនទាំងគ្នាជួយប្រូបាយតិចហើយសម្រាប់វីតាមីនបាទអានេះ B+ ជាយ៉ាងនេះគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនអ៊ំពូមីងចាស់ចាស់ឬក៏យុវវ័យចាប់ពីអាយុ20ឆ្នាំឡើងទៅបងប្អូនទាំងគ្នាញ៉ាំទៅគឺល្អដល់សុខភាពខ្លាំងមែនទែនតែម្ដងសម្រាប់អ៊ំពូមីងចាស់ចាស់ញ៉ាំទៅធ្វើឲ្យកម្លាំងគាត់ខ្លាំងក្លារាងកាយមាំមួនបាទធ្វើឲ្យគាត់បានលក្ខណៈមិនសូវអស់កម្លាំងអញ្ចឹងណាបងប្អូនទាំងគ្នាសម្រាប់អ៊ំពូមីងចាស់ចាស់ហើយសម្រាប់ក្មេងៗដូចពួកខ្ញុំអីហ្នឹងញ៉ាំទៅបាទជំនួយស្បែកជំនួយកញ្ចក់ជាពិសេសធ្វើឲ្យខួរក្បាលយើងចងចាំបានល្អសម្រាប់អ៊ំពូមីងដែលគាត់អាសាភ្លេចភ្លាំងខួរក្បាលគាត់ចងចាំបានល្អបាទគិតច្រើន stress គេអត់លក់អីហ្នឹងញ៉ាំនេះគឺល្អខ្លាំងមែនតើបងប្អូនទាំងគ្នាឥឡូវនេះយើងមានកំប៉ុងតូចបងប្អូនខ្ញុំកំប៉ុងនេះតម្លៃតែ18ដុល្លារហើយស៊ីសម្រាប់ដឹកដេកចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់បានមិនថា probiotic ឬក៏វីតាមីនបាទប្រឆាំងភាពចាស់ skin យ៉ាងរបស់យើងទេបងប្អូនទាំងគ្នាយកទិញប្រើប្រាស់ទៅគឺខំបំណងទេបើស្លាញ់សុខភាពទិញទៅប្រើប្រាស់ទៅបើស្លាញ់សុខភាពបាច់ទិញទៅប្រើប្រាស់ទេបើសុខភាពយើងល្អយើងធ្វើអីក៏បានដែរបងប្អូនទាំងគ្នាចឹងសម្រាប់បងប្អូនចង់បានឆាប់ចុះ page តម្លៃលេខទូរស័ព្ទបងទីតាំងវីដេអូក្នុងវីដេអូហ្នឹងក៏បានដែរអូមួយទៀតបងប្អូនទាំងគ្នាបាទបងប្អូនអាចដើររកទិញតាមតូបតាមផ្សារតូបគឺក្អូប25ខែក្រុមក៏មានដូចគ្នាដែរបងប្អូនទាំងគ្នាបាទចឹងសូមអរគុណបងប្អូនចង់បានឆាប់ចុះ page បាទ ដោយសារតែពុកគាត់និយាយទៅធ្វើចោលតាំងពីគ្នានៅទូចេះ បាទ ចឹងគ្នាអត់មានភាពកក់ក្ដៅទេ បាទ ព្រោះខ្ញុំយកអារម្មណ៍ហ្នឹងព្រោះប៉ាខ្ញុំក៏អត់ផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំដែរ បាទ ចឹងយើងត្រូវស៊ូធ្វើម៉េចឲ្យតែកូនយើងបានហូបគ្រប់គ្រាន់ បាទ ជាពិសេសខ្ញុំតែសម័យថាខ្ញុំឃើញកូនខ្ញុំរៀនចប់ បាទ មានការងារល្អ បាទ នឹងក្តីសម័យរបស់ខ្ញុំ បាទ មូលហេតុអីបានគាត់ទៅចោលកូន និយាយទៅពួកយើងមានបញ្ហាមួយគ្នាហើយគាត់និយាយចំហ្មងខ្ញុំបាក់ទឹកចិត្តថងគាត់ដូចលុយខ្ញុំ លឿនទៅទៅមក ចាខ្ញុំឲ្យគាត់ទៅព្រោះយើងគាត់ថានៅមួយគ្នាក៏បានទីមួយក៏អត់ទុកចិត្តគ្នាទៅវិញទៅមកដែរហ្នឹងមានរឿងអីក៏ប្រាប់យើងតែបែរជាគាត់ធ្វើអញ្ចឹងដែរយើងមានអារម្មណ៍ថាខកចិត្ត បាទ
ចាំបងជ្រើសរើសនៅមួយកូនទៅ ចា ហើយគាត់ចោះចោលទៅមានខ្វល់ខ្វាយពីកូនទីចាប់ពីពេលហ្នឹងទៅ ណាតែទៅមក អត់ក៏ប្លុកយើងចោលហើយ រឿងរឿងដែលសង្វេគមួយទៀតដែលខ្ញុំអត់ដែលបានផ្សព្វផ្សាយឲ្យមហាជនដឹងខ្ញុំទទួលបានម្សិលមិញដែរ បាទ ពីខាងរោងចក្រ បាទ ដែលគាត់ធ្វើការនៅរោងចក្រ បាទ ខាងដូចជាខាងនាយករដ្ឋបាលគ្រប់គ្រងរបស់គាត់មិនសូវដឹងទូនាទីទេគាត់តាកតងមកថាពេលហ្នឹងឌីតាឈឺធ្ងន់ឈឺដល់លេងចង់រួចហើយតែលូនទៅសុំការងារនៅរោងចក្រធ្វើ អូ ថាដើម្បីកូនហ្នឹង បាទ អញ្ចឹងគេអាណិតក៏ឲ្យគាត់ធ្វើបានមួយរយៈធ្ងន់ពេកក៏គេឲ្យគាត់សម្រាប់ទៅ បាទ គេអាណិតហើយឌីតាអង្វរគេថាកុំរើសអើងគាត់សុំឲ្យតែគាត់បានការងារធ្វើអញ្ចឹងគាត់មានបានធ្វើនិយាយអញ្ចឹងពិតអត់ ចា បងទទួលបានពីខាងរោងចក្រមកណា ខ្ញុំសុំគាត់មែនព្រោះអីពេលដែលខ្ញុំទៅហ្នឹងខ្ញុំសុខភាពខ្ញុំអត់ល្អទេហើយពេលខាងក្រសួងក៏ចោះមកខាងក្រសួងក៏ចោះមកពិនិត្យសុខភាពខ្ញុំភ័យ បាទ ពួកខ្ញុំខ្លាចគេដឹងថាខ្ញុំសុខភាពអត់ល្អគឺគេអត់យកខ្ញុំតាំងពីពេលហ្នឹងតែចែកដល់អីអត់អីដែរ បាទ ព្រោះតែមកពីខ្ញុំហ្នឹងញ៉ាំចំណីខុសខ្លួនឯងទៅវាចាប់ផ្ដើមបាក់មកហ្មងអញ្ចឹងណាបង បាទ ចាហើយខ្ញុំសុំគេហើយខ្ញុំថាបើខ្ញុំជាខ្ញុំសុំទៅវិញបានអត់គាត់ថាទៅវិញបានព្រោះវ័យហ្នឹងក៏នៅតែមានដែរ បាទបាទឥឡូវសួរចម្រាប់អារម្មណ៍ពីកូនម្ដងចង់ថាឥឡូវឃើញមីងសុភាមួយពូកងកាន់ជួយម៉ាក់អញ្ចឹងណាក្នុងនាមជាកូនណាអូនសប្បាយចិត្តអត់ សប្បាយចិត្ត ហើយមានពីអីនិយាយទៅកាន់មីងកាន់ពូអត់អ៊ំមានពីអីនិយាយអត់អរគុណអ៊ំអត់ អត់សុខភាពអរគុណអ៊ំមួយមើលកូន អរគុណអ៊ំសុភា បាទ អរគុណអ៊ំសុភាបានជួយមកអូនមុនគេ ជួយមុនគេ ជួយមុនគេ តែអីគឺដោយសារពេលហ្នឹងគឺបងយកអំណោយអ៊ំសុភាទៅគាត់ចាំហ្មង បាទ គាត់ថាអ៊ំសុភាជួយមកអ៊ំមុនគេ បាទអញ្ចឹងអត់មានអីទេមានតែជូនពរគាត់ឲ្យសុខភាពល្អទាំងហើយឲ្យអូនឆ្លាតមែនតើគាត់តែមើលបងប្អូនទាំងគ្នាគឺខ្វល់ខ្វាយពីម្ដាយខ្លាំងមែនតើហ្មងក្មេងតែអាយុ5ឆ្នាំទេប៉ុន្តែគឺចេះធ្វើការងារគ្រប់សពបែបយ៉ាងតែម្ដងបាទ សំខាន់ដេកអស់ម្ដាយហើយឲ្យតែម្ដាយក្តៅខ្លួនដឹងតែមិនស្រួលគាត់ក្រោករោទឹករោយជូរដែរវាដូចមនុស្សចាស់យល់ បាទអូអញ្ចឹងថាបងសំណាងមែនតើបានកូនស្រីដែលល្អខ្លាំងតែ5ឆ្នាំគឺចេះដឹងទុកធុរៈបងគ្រប់បែបយ៉ាងទាំងអស់គឺសំណាងមែនតើបងអញ្ចឹងបងសូមជូនពរបង ចា ឲ្យឆាប់ជា ចា បាទមានកម្លាំងកំហែងនៅមួយកូនឲ្យបានយូរតទៅមុខទៀត ចា បាទអរគុណចាំមើល